មានលោកតាម្នាក់ធ្លាប់បាននិយាយប្រាប់ខ្ញុំថាប្រសិនបើយើងចង់ចាប់ផ្ដើមរត់ហាត់ប្រាណសូមគម្រោងចាំឲ្យមានអ្នកណាមកកំដរអ្នករត់ចូលចាប់ផ្ដើមរត់ដោយខ្លួនឯងទៅបានហើយនៅពេលអ្នករត់បាន10ដងឬ30ដងនោះអ្នកនឹងជួបមនុស្សដែលចូលចិត្តការរត់ដូចអ្នកកំដរអ្នករត់ដោយស្វ័យប្រវត្តិរឿងខ្លះមិនមែនទាល់តែមានគ្នាហើយទើបអាចចាប់ផ្ដើមចេញដំណើរបាននោះទេប៉ុន្តែពេលអ្នកចាប់ផ្ដើមចេញដំណើរហើយទើបអ្នករកបានគ្នាដែលដើរផ្លូវជាមួយអ្នកបានតាមក្រោយខិតខំអភិវឌ្ឍខ្លួនឯងរហូតដល់អ្នកមានសមត្ថភាពពិតប្រាកដនៅពេលនោះមនុស្សវិជ្ជមាននឹងដើរចូលមកក្នុងជីវិតអ្នកដោយខ្លួនឯងការចាប់ផ្ដើមទាំងមិនទាន់ត្រៀមខ្លួនបានល្អឥតខ្ចោះគឺជាការចាប់ផ្ដើមដ៏ល្អបំផុតគម្រោងចាំឲ្យខ្លួនឯងត្រៀមមានលោកតាម្នាក់ធ្លាប់បាននិយាយប្រាប់ខ្ញុំថាប្រសិនបើយើងចង់ចាប់ផ្ដើមរត់ហាត់ប្រាណសូមគម្រោងចាំឲ្យមានអ្នកណាមកកំដរអ្នករត់ចូលចាប់ផ្ដើមរត់ដោយខ្លួនឯងទៅបានហើយនៅពេលអ្នករត់បាន10ដងឬ30ដងនោះអ្នកនឹងជួបមនុស្សដែលចូលចិត្តការរត់ដូចអ្នកកំដរអ្នករត់ដោយស្វ័យប្រវត្តិរឿងខ្លះមិនមែនទាល់តែមានគ្នាហើយទើបអាចចាប់ផ្ដើមចេញដំណើរបាននោះទេប៉ុន្តែពេលអ្នកចាប់ផ្ដើមចេញដំណើរហើយទើបអ្នករកបានគ្នាដែលដើរផ្លូវជាមួយអ្នកបានតាមក្រោយខិតខំអភិវឌ្ឍខ្លួនឯងរហូតដល់អ្នកមានសមត្ថភាពពិតប្រាកដនៅពេលនោះមនុស្សវិជ្ជមាននឹងដើរចូលមកក្នុងជីវិតអ្នកដោយខ្លួនឯងការចាប់ផ្ដើមទាំងមិនទាន់ត្រៀមខ្លួនបានល្អឥតខ្ចោះគឺជាការចាប់ផ្ដើមដ៏ល្អបំផុតគម្រោងចាំឲ្យខ្លួនឯង